បងសូមចុចតាមខ្ញុំដើម្បីមើលរឿងបានពេញសូមអរគុណបងមិនគួរណាអ្នកឈួតនោះត្រឡប់មកវិញមែនទេស្អីតើពួកយើងនោះធ្វើការិយាល័យការបានទាមទារយកការិយាល័យមួយទៀតទៅបងតើបងគិតថាលោកតាប្រហែលជាមានសេចក្តីសុខស្បើយមកធម្មតាវិញទេគាត់ថែមទាំងបានរៀបចំការចងសម្ព័ន្ធមេត្រីភាពឲ្យអ្នកឈួតនោះឲ្យទៅអ្នកឈួតដែលមិនត្រឡប់ទៅធម្មតាវិញបានទេអញណោះ5ឆ្នាំហើយតែបន្តស៊ើបអង្កេតរឿងដែលកើតឡើងតាំងពី5ឆ្នាំមុនស្វ័យព្រះអង្គម្ចាស់ទៅឲ្យមនុស្សឈួតអីយ៉ា5ឆ្នាំហើយលោកតាចាស់គាត់នៅតែបន្តស៊ើបអង្កេតរឿង5ឆ្នាំមុននោះទៀតគាត់នឹងមិនដែលដឹងទេថា5ឆ្នាំមុនក្រុមមនុស្សនោះបានខ្លាយជាអ្នកស្មោះតាមយើងរួចទៅហើយ5ឆ្នាំហើយរឿងចាស់នេះនៅតែមិនព្រមផ្ដល់ឋានៈឲ្យម្ដាយយើងត្រឹមត្រូវទេដោយសារគាត់មើលងាយយើងខ្លាំងម្ល៉េះពួកយើងឆ្លៀតឱកាសពេលនេះទៅអូបងឆុងស៊ឺខ្ញុំថាអ្នកណាគេនឹងមិនបានជាផ្ទះយើងចិញ្ចឹមឆ្កែឆ្កួតពីរក្បាលដែលចិញ្ចឹមមិនស្គាល់គុណអីចឹងប្រញាប់បណ្ដេញពួកវាចេញទៅលោកម្ចាស់ធំនេះគឺលោកម្ចាស់ទី2និងកញ្ញាទី3លោកម្ចាស់បានផ្ដាំឲ្យថាឲ្យអ្នកក្នុងពិធីជប់លៀងត្រូវតែស្ដាប់បង្គាប់លោកស្រីធំតាមសម្ដីរបស់គាត់យាចិនអ្នកបានសន្យានឹងខ្ញុំហើយមិនមែនឬមុនពេលរៀបការអ្នកនឹងមិនបង្កបញ្ហាអ្វីទៀតទេត្រូវទេអូបានហើយអ្នកភរិយាអីចឹងខ្ញុំទៅរកលូឈុននិងពួកម៉ាទៅលេងកំសាន្តឲ្យពួកគេទាំង4អ្នកបង្ហាញខ្លួនក្នុងរយៈពេល5នាទីពួកគេមានឱកាសបាទគោរពជូនលោកម្ចាស់ក្មេងក្រោកឡើងប្រាប់ខ្ញុំពីវឌ្ឍនភាពការងារណាខ្លះជំរាបជូនលោកម្ចាស់តូចគ្រួសារឆៃបានបង្កប់របស់លោកម្ចាស់តូចពួកគេបានដណ្ដើមយកស្ទើពាក់កណ្ដាលនៃទីក្រុងរុយស៊ីនៅឧស្សាហកម្មបច្ចេកវិទ្យាពុកទ្រព្យសម្បត្តិអេនទៀនចិត្តពាក់កណ្ដាលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្ញុំហើយរេសនៃកម្លាំងក្រមដេញនេះឯងតាមការណែនាំរបស់លោកខ្ញុំបានដណ្ដើមយកបាន70នៃការបញ្ជាទិញបន្ទះជីបនៅតាមផ្លូវកម្មអ៊ីនធឺណិតដែលគ្រួសារយីទើបនឹងបើកដំណើរការថ្មីនេះវិទ្យាកររបស់ខ្ញុំដែរដោយមានជំនួយពីលោកត្រកូភេងជោគជ័យលំដាប់កំពូលមួយវិញទៀតខ្ញុំកំពុងត្រៀមធ្វើគម្រោងសន្តិសុខនៅទីក្រុងរុយស៊ីធ្វើឲ្យក្រុមសន្តិសុខរបស់ខ្ញុំខ្លាយជាក្រុមហ៊ុននៅទីក្រុងរុយស៊ីជាក្រុមហ៊ុនធានាលេខ1ត្រៀមខ្លួនទទួលបញ្ជាពីលោករូពេចុះកិច្ចការដែលអ្នករៀបចំវាទៅដល់ណាហើយតាមបញ្ជារបស់លោកខ្ញុំបានរកឃើញហើយយីឈិនអ្នកទៅណាវិញឈិនចង់ជួបយើងខ្ញុំចេញទៅមុនហើយចាំអ្នកចេញដោយខ្លួនឯងពេលក្រោយកុំឲ្យគេចាប់អារម្មណ៍ស្ដាប់បាទប្រពន្ធយីឈិនកូនយើងចិត្តរៀបការហើយអធិរាជហៅផ្ទៃមេឃទទួលសារហើយសូមឆ្លើយតបស៊ីឲ្យថ្មីនេះអ្នកនឹងយីឈិនរស់នៅចុះសិនហើយយ៉ាងពេញចិត្តខ្លាំងណាស់ស៊ីចុះអ្នកវិញណាឪពុកខ្ញុំក៏ពេញចិត្តខ្លាំងណាស់ដែរអញ្ចឹងល្អហើយប៉ាឪពុកក្នុងពេលដែលខ្ញុំបានចេញពីពេទ្យហើយអាចរកកន្លែងក៏ល្អដែរអញ្ចឹងក៏ល្អដែរប៉ាក្នុងពេលដែលខ្ញុំចេញពីមន្ទីរពេទ្យហើយអាចរៀបចំឲ្យខ្ញុំនៅក្រុមហ៊ុនចង់បានតំណែងមួយមែនទេនេះជារបៀបដែលអ្នកបង្រៀននាងឲ្យនិយាយមែនទេឪពុកខ្ញុំមិនបានទេមិនបានបើមិនបានតើនាងនិយាយពាក្យបែបនេះដោយរបៀបណាចំពោះមនុស្សក្នុងត្រកូលខ្ញុំបានលះបង់ក្តីស្រឡាញ់ទាំងអស់របស់ត្រកូលនៅតែមិនផ្ដល់ផលប្រយោជន៍ដល់គ្នាទេតែពួកល្អណាស់សំជាកូនរបស់ខ្ញុំនិយាយជាងតែមែនទូលំងក៏នៅតែចេះប្រកែកជាមួយអ្នកចង់បានតំណែងអ្វីពួកឯងបញ្ជូនខ្ញុំត្រឡប់ទៅវិញទៅល្អណាស់សំជាកូនរបស់យាយជឹងទៅកូនប្រុសទូលំងហើយក៏នៅដឹងថាត្រូវធ្វើចំពោះអ្នកផ្សេងដែរនិយាយមកចង់បានតំណែងអ្វីខ្ញុំចង់ធ្វើជាអនុប្រធានក្រុមហ៊ុនខ្ញុំចង់ឲ្យអ្នកគ្រប់គ្រងទាំង3ផ្នែកគឺការវិនិយោគបច្ចេកវិទ្យានេះដូចជាមិនមែនជាអ្នកឈួតសោះនេះគឺជាផ្នែកស្នូលទាំង3នៃផ្សាររាត្រីតើលោកម្ចាស់យាយអាចប្រកួតវាឥឡូវនេះខ្ញុំជឿថានាងមិនបានឲ្យរង្វាន់ដល់នាងទៅអហឹមអញ្ចឹងតើអ្នកនឹងឲ្យឬមិនឲ្យអាហាកូនឲ្យតើអ្នកឈួតពិតឬឈួតខ្លាំងៗមិនបានទេឥឡូវនេះមិនទាន់ដល់ពេលដែលនាងត្រូវអ្នកនឹងឲ្យឬមិនឲ្យហៅរកកូនតើឯងឈួតពិតឬឈួតខ្លាំងៗមិនបានទេឥឡូវនេះមិនមែនជាពេលវេលាដែលនាងត្រូវខ្ញុំត្រូវតែរងចាំនាងខ្ញុំត្រូវតែឈរឲ្យជាប់រហូតដល់ថ្ងៃដែលនាងអាចឈរដោយខ្លួនឯងបានបើមិនឲ្យទេកុំអីខ្ញុំនឹងត្រឡប់ទៅនិយាយជាមួយប្រពន្ធខ្ញុំពីរឿងសំណងទៅយាយជឿងកាលពី5ឆ្នាំមុនតើពេលណាទើបអាចត្រឡប់មកវិញមានតែនាងទេទើបជាអ្នកបន្តវេនដែលខ្ញុំចង់បាននាងម្នាក់គត់ហើយមានតែនាងទេទើបអាចថែរក្សាគ្រួសារត្រកូលយាយបានអញ្ចឹងអ្នកបានយល់ព្រមហើយមែនទេអ្នកមានសិទ្ធិទាមទារឲ្យគ្រួសារផ្ដល់ផលប្រយោជន៍ដល់អ្នកមកទេប៉ុន្តែពេលនេះអ្នកមិនមានសិទ្ធិទាមទាររឿងធំដុំនោះទេច្រើនពេកហើយអញ្ចឹងអ្នកអាចឲ្យបានប៉ុន្មានដែរវាអាស្រ័យលើសមត្ថភាពរបស់អ្នកហើយអ្នកមានឱកាសកែតម្រង់តែម្ដងគត់ពេលវេលាចេញពីតបលេងសល់ច្រើនទៀតទេអ្នកត្រូវគិតច្បាស់លាស់មិនត្រូវខ្លាចធ្វើរឿងច្រងៀងអញ្ចឹងក៏បានខ្ញុំនឹងចូលរួមការហ្វឹកហាត់របស់អ្នកឈួតនេះពិតជាមានសំណាងណាស់កាលពីឆ្នាំនោះស្ថានភាពអញ្ចឹងហើយតែនៅតែជីវិតនាងបានពិតជាមានសំណាងខ្លាំងមែនក្មេងចាំចាប់អារម្មណ៍រឿងលើកលែងទោសចាប់អារម្មណ៍រឿងអីឥឡូវលោកតាចង់ឲ្យនាងត្រឡប់ទើបនឹងត្រឡប់មកគ្រួសារវិញបើនាងត្រឡប់មកវិញតើយើងនៅទីនេះធ្វើអ្វីទៀតបើពិតជាអញ្ចឹងមែនដងជីនាងបានស្លាប់នៅទីនេះម្ដងហើយម្ដងទៀតកូនតូចអានសិភៅឲ្យបានល្អលោកលីជាអ្នកគ្រប់គ្រងភ្ញៀវទាំងអស់មកដល់គ្រប់ហើយឬនៅអូលោកប្រធានគឺខ្វះសាស្ត្រាចារ្យយីលោកឆៃដងស៊ឺនិងបងថ្លៃដងស៊ឺទាំង4នេះសុទ្ធតែសំខាន់ថ្ងៃនេះក្នុងពេលដែលពួកគេមិនទាន់មកដល់មនុស្សឈ្មោះចាំបន្តិចទៀតក្នុងកម្មវិធីបែបនេះហេតុអ្វីបានជាអ្នកហ៊ានបងថ្លៃភ្ញៀវកិត្តិយសទាំង4រូបនេះជាភ្ញៀវរបស់ខ្ញុំព្រោះពួកគេមិនទាន់មកដល់ខ្ញុំនឹងរងចាំបន្តិចទៀតអ្នកមនុស្សឈ្មោះនេះក្នុងឱកាសបែបនេះអញហ៊ានធ្វើអីយាយឈិនអ្នកថាឈប់ប្រញ៉េញញ៉ៃហើយតើអ្នកចង់ធ្វើអ្វីទៀតច្បូតក្រែមចេញដើម្បីខ្លាចចំខេកថាម៉េចរកគាត់រកអ្វីប៉ាខ្ញុំគិតហើយខ្ញុំចង់បានផ្នែកបច្ចេកទេសនិងផ្នែកវិនិយោគរបស់ក្រុមហ៊ុនអ្នកពិតជាឈួតមែនទែនហើយឬ
យាយឈិនម្នាក់នេះមិនបានជីឈួតហើយបែរជាឆ្លាតបន្តិចទៅវិញមិនក៏អ្នកមិនឲ្យបងធំរបស់ខ្ញុំយកប្រពន្ធគាត់ឲ្យអ្នកដែរទៅយាយឈិនឥឡូវមិនមែនពេលត្រូវនិយាយរឿងនេះទេយាយឲ្យអញមែនទេយាយឈិនឥឡូវមិនមែនពេលនិយាយរឿងនេះទេយាយឈិនអ្នកគិតបានល្អិតល្អន់ទៅអ្នកមានឱកាសនេះតែម្ដងប៉ុណ្ណោះខ្ញុំគិតហើយខ្ញុំត្រូវការព័ទ្ធកិច្ចបច្ចេកទេសនិងផ្នែកវិនិយោគរបស់ក្រុមហ៊ុនយាយគ្រប់ល្អអីចឹងខ្ញុំនឹងប្រគល់នាយកដ្ឋានទាំងពីរនេះប៉ាខ្ញុំមិនយល់ព្រមទេឪពុកមិនបានទេលោកប្រធានយាយគាត់ឈួតហើយមែនទេពិតជាហ៊ានយល់ព្រមតាមសំណើរបស់មនុស្សមែនមិនបានទេមិនយល់ព្រមជាដាច់ខាតឪពុកមិនមែនមានតែពួកយើងជាបងប្អូនមិនយល់ព្រមនោះទេទៅខាងដៃគូសហការរបស់ក្រុមហ៊ុនក៏មិនយល់ព្រមដែរអ្នកមិនអាចធ្វើអ្វីតាមតែចិត្តចង់បានទេប្រកាសហើយបើលោកនៅតែចង់ធ្វើអ្វីតាមតែចិត្តយើងក៏មិនអាចខាត់លោកបានដែរប៉ុន្តែលោកគួរតែផ្ដល់ឱកាសឲ្យខ្ញុំម្ដងដែរឱកាសអ្វីទៅឱកាសប្រកួតប្រជែងដោយយុទ្ធធម៌ជាមួយបងធំឱកាសចុះបើពួកយើងសាកល្បងវីលោកប្រព័ន្ធរបស់គ្នាទៅវិញទៅមកហើយមើលថ្ងៃនេះតើអ្នកណាជាអ្នកឈ្នះនឹងទទួលគ្រប់គ្រងនាយកដ្ឋានបច្ចេកវិទ្យារបស់ក្រុមហ៊ុនយាយឈិនចំពោះការស្នើរបស់ប្អូនស្រីអ្នកតើអ្នកយល់យ៉ាងណាដែរខ្ញុំពិតជាយល់ព្រមណាស់បើឈ្នះគឺខ្ញុំនឹងទទួលញ៉ាំភេសជ្ជៈមួយទៅបងឆារៀបចំកុំព្យូទ័រម្នាក់មួយទៅហើយចុចបង្ហោះមតិយោបល់វែងបាទលោកកំឡោះទី2សូមអញ្ជើញលោកកំឡោះទី1សូមអញ្ជើញយាយឈិនអ្នកឈួតហើយឬអ្នកចេះបច្ចេកទេសឯណាហេតុអីបានជាយល់ព្រមតាមគេយាយឈិនតែឈួតពីមកប្រកួតប្រជែងជាមួយខ្ញុំឬលោកតើអ្នកប្រកាសថាអាចឈ្នះខ្ញុំបានទេយាយឈិនឯងជាមនុស្សឈួតហ៊ានប្រកួតជាមួយខ្ញុំប្រៀបធៀបជំនាញខ្ញុំជាអ្នកដែលជាប់ចំណាត់ថ្នាក់កម្ពុជាអ្នកប្រណាំងឯងប្រកាសថាឈ្នះឆ្លងផុតខ្ញុំបានទេប្រើខ្ញុំដើម្បីមើលថាអ្នកអាចបង្កើតកម្រិតកម្ពុជានៃជញ្ជាំងការពារបានដល់កម្រិតណាអ្នកកំពុងវិប្រេតដៃហ្នឹងជញ្ជាំងការពារទី1ចិត្តហ្នឹងត្រូវគេវិបំបែកហើយតើអ្នកធ្វើអ្វីឲ្យប្រកាសកុំប្រញាប់ពេកទុកឲ្យគេទៅមុខទៀតជញ្ជាំងការពារមានតែ3ជាន់ទេយើងទាំងអស់គ្នាដឹងហើយថាជញ្ជាំងការពារទី1គឺពិបាកវិបំបែកបំផុតតែនេះទើបតែមិនដល់1នាទីផងឬទេទើបតែមិនដល់1នាទីផងលឿនណាស់ទៅហើយយ៉ាងណាក៏ដោយគឺជាក្មេងនោះកាលពី5ឆ្នាំមុនហើយបងធំមើលពួកឈួតនឹងនៅតែសាយទៀតយប់នេះច្បាស់ជាពួកយើងឈ្នះហើយយាយចេញអ្នកកំពុងតែវាចងើអីហ្នឹងខ្ញុំពិតជាឈួតមែនបានជាទៅនេះហើយអ្នកប្រញាប់ត្រឡប់ទៅផ្ទះវិញទៅបានត្រឡប់ទៅផ្ទះមើលអេក្រង់ខ្មៅទៅនេះគេហៅថាដាក់ខ្ទឹមបារាំងនៅច្រមុះជ្រូកធ្វើពុតជាសាយបងមើលកុំព្យូទ័ររបស់បងទៅហេតុអីបានជាចេញជាកូចច្រងើអីចឹងបងការវីលោកទាំងទីមិនមែនជាសមត្ថភាពអីទេការពីបានជាប់លាប់ទៅជាសមត្ថភាពពិតនៅក្នុងប្រព័ន្ធនេះពួកយើងឈ្នះហើយមិននឹកស្មានថាយីឈិនជាអ្នកឈ្នះសោះមិនបានទេខ្ញុំមិនសុខចិត្តទេខ្ញុំត្រូវតែប្រកួតជាមួយគេទៀតត្រូវទទួលស្គាល់បានផ្ដល់ឱកាសដល់បងធំខ្ញុំចង់ប្រកួតជាមួយគេរឿងចំហលេខលើកិច្ចសន្យាអ្នកណាចង់បានសន្យាបើចង់តាមខ្ញុំគឺត្រូវតែយកអំណាចជាធំសិនយីឈិនតើគួរតែបញ្ឈប់ត្រឹមនឹងទៅយីឈិនទទួលយកទៅវាល្អណាស់ទៅហើយចុះហត្ថលេខាព្រោះតែចង់តាមខ្ញុំចុះហត្ថលេខាសិទ្ធិអំណាចគឺសំខាន់បំផុតយីឈិនឯងគួរតែដកថយទៅពេលដែលល្បីគ្រាន់តែជំនាញមួយមិនបានធ្វេសប្រហែសយីឈិនយកព្រមទៅឥឡូវនេះវាយឺតណាស់ហើយរួចរាល់ហើយកុំអីបើឈ្នះនឹងបានញ៉ាំស្ករគ្រាប់ពីឯណោះអ្នកឈប់លេងទៅអញ្ចឹងបើផ្ដល់ឱកាសឲ្យយាយចុងហើយវ៉ាន់វ៉ាន់ទៅយកពូវៀនធំដែលនៅក្នុងទូជាន់លើមកឲ្យចាសពូវៀនធំអីគេនោះជាពូវៀនធំដែលតំណាងឲ្យអ្នកស្នងត្រកូលយាយរបស់យើងយកពូវៀនធំក្នុងទូមកបាទពូវៀនធំអ្វីទៅនោះគឺជានិមិត្តរូបត្រកូលយាយរបស់យើងពូវៀនធំរបស់អ្នកស្នងមរតក